តោះបងប្អូនបាទយើងមកវិនស៊ីខបាទរំលឹកមេរៀនបាទឬក៏ហ្វូស៊ីខបាទរំលឹកមេរៀនបាទអញ្ចឹងការរៀនសូត្រទាំងអស់គឺសំខាន់បាទយើងរៀនហើយយើងត្រូវតែរំលឹកមកវិញបាទមិនអញ្ចឹងគឺយើងភ្លេចអស់ហើយបាទអញ្ចឹងនៅក្នុងជីវិតប្រចាំថ្ងៃក៏អញ្ចឹងដែរយើងត្រូវមានពេលមួយដើម្បីយើងរំលឹកមកវិញបាទថាតើអ្វីដែលយើងធ្វើហ្នឹងខុសត្រង់ណាត្រូវត្រង់ណាយើងត្រូវកែលម្អយើងត្រូវកែលម្អវាមកវិញបាទតោះអញ្ចឹងនៅក្នុងការរំលឹករបស់យើងគឺយើងរំលឹកម្ដង5ប្រយោគបាទតើតើទៅនឹងឆ្ងល់របស់យើងបាទវាមូជ្រាវបាទយកសុបិនទាំងថ្ងៃបាទចឹងក៏មានកូនសិស្សនៅអង្គការម្នាក់បាទគាត់ស្រីអាយុប្រហែលជា12 13ឆ្នាំអញ្ចឹងណាគាត់ចង់រៀនច្បាប់បាទគាត់ថាកាលណាគាត់ចេះច្បាប់ច្រើនទៅល្អគាត់អាចបាទខ្លាយទៅជាមន្ត្រីរដ្ឋមន្ត្រីអីចឹងទៅដើម្បីជួយផ្លាស់ប្ដូរប្រទេសបាទហើយកាលហ្នឹងខ្ញុំក៏ប្រើឃ្លាមួយប្រាប់គាត់ថារៀនមូជ្រាវបាទអញ្ចឹងនៅស្រុកខ្មែរយើងវាអត់អាចទៅរួចទេបាទយើងកូនអ្នកក្របាទនៅអង្គការហូតតបាយហូមចង់បានក៏អាស្រីតលហែកហ្នឹងបាទអញ្ចឹងយើងទៅចង់ខ្លាយជារដ្ឋមន្ត្រីផ្លាស់ប្ដូរប្រទេសស្អីអញ្ចឹងពេលហ្នឹងខ្ញុំក៏ជូនឃ្លាទៅគាត់គឺរៀនមូជ្រាវបាទទៅពេលគាត់រៀនចប់បញ្ញាបត្ររៀនចប់ទៅគាត់ក៏យល់ឃ្លាហ្នឹងណាបាទអញ្ចឹងនៅប្រទេសយើងស្អីឲ្យគឺវាត្រូវការបាទវាពាក់ព័ន្ធទៅនឹងបាទរឿងច្រើនដែលយើងពិបាកនិយាយបាទទី2តោះបាទឡូម៉ាចៅបាទឡូឈូម៉ាចៅឡូលើម៉ាចៅបែកការសម្ងាត់បាទបែកការសម្ងាត់បាទឡូម៉ាចៅឡូឈូម៉ាចៅឡូលើម៉ាចៅបាទយើងតែងតែនិយាយថាយើងរត់លឿនប៉ុណ្ណាក៏វារត់មិនផុតពីស្រមោលដែរបាទពូកែនិយាយយ៉ាងណាក៏មិនអាចនិយាយខុសពីការពិតដែរបាទក្រដាស់មិនអាចខ្ចប់ភ្លើងចិត្តទេបាទគង់តែឡូម៉ាចៅបាទឡូម៉ាចៅបាទបែកការសម្ងាត់បាទផាយម៉ាភីបាទត្រូពងលើកជើងបាទអញ្ចឹងបុគ្គលដែលរៀនសូត្របានតិចបាទកម្រិតវប្បធម៌នៅទាបបាទភាគច្រើនគឺចូលចិត្តគេផាយម៉ាភីបាទផាយម៉ាភីបាទទាំងខ្លួនឯងធ្វើខុសនឹងក៏ដោយក៏អត់ព្រមទទួលខុសដែរបាទសុខចិត្តឲ្យគេថាខ្លួនឯងនឹងត្រូវបាទអញ្ចឹងគេធ្វើទាំងបំពេញណាគឺចូលចិត្តផាយម៉ាភីបាទរីឯបុគ្គលដែលគេរៀនសូត្របានច្រើនភាគច្រើនគេចូលចិត្តអ្នកដែលនិយាយការពិតគេអត់ចូលចិត្តអ្នកណាដែលផាយម៉ាភីទេបាទគេស្អប់ហ្មងបាទមនុស្សដែលផាយម៉ាភីហ្នឹងបាទអញ្ចឹងដូចនៅប្រទេសគេអីការជួយអីគេមិនសូវទេបាទគេជួយហ្មងគេអត់ដែរទៅថតវីដេអូបង្ហោះញ៉ៃស្រុកខ្មែរយើងជួយគេតិចតួចនោះថតវីដេអូបាទថតវីដេអូបង្ហោះអីចឹងទៅដើម្បីយកមុខមាត់យក view យកអីចឹងទៅបាទអញ្ចឹងយើងអ្នកដែលរៀនសូត្របានតិចហ្នឹងគឺគាត់ចូលចិត្តផាយម៉ាភីបាទឈិនយូលួយយ៉ានបាទស្អាតអស្ចារ្យបាទល្អហួសថ្លៃអីចឹងទៅបាទអូសម្រស់របស់នាងឈិនយូលួយយ៉ានអូគំនូររបស់គាត់ឈិនយូលួយយ៉ានបាទសានចៅមកបាទសានចៅមកយ៉ាងនិយាយថាបើយើងចេះអីត្រឹមតែឆ្មាជើង3បានន័យថាវាមិនខ្លាំងទេវាបានតែថាកម្រិតមធ្យមបាទសានចៅមកតោះបងប្អូនមានអីឆ្ងល់អាចធ្វើការខមមិននៅខាងក្រោមបាន